បាទបងប្អូនទាំងអស់គ្នានៅខាងមុខនេះគឺជាដើមក្រវាញខ្ញុំជឿជាក់ថាមានបងប្អូនយើងជាច្រើននៅតែមានការច្រឡំរវាងក្រវាញជាមួយនឹងរុក្ខជាតិផ្សេងទៀតបាទអាចច្រឡំក្រវាញជាមួយនឹងរុក្ខជាតិផ្សេងទៀតអាចច្រឡំជាមួយនឹងរំដេងជាមួយនឹងអីជាដើមអញ្ចឹងបាទគាត់ថាក្រវាញដែរហើយបើវីដេអូដែលខ្ញុំបង្ហោះទៅឬក៏រូបភាពដែលខ្ញុំបង្ហោះទៅបងប្អូនយើងនៅខាងភូមិភាគឦសានខាងមណ្ឌលគិរីគាត់ថាអត់ខ្វះទេក្រវាញបាទសបោនៅខាងគាត់បងប្អូននៅខាងបូកគោខាងឡើងតែបូកគោសតតែក្រវាញបាទបងប្អូននៅខាងនៅខាងកំពង់ចាមខាងមេមត់ត្បូងឃ្មុំអីនោះគាត់ថាតាមម៉ត់អូខ្វះអីដើមក្រវាញរុក្ខជាតិហ្នឹងបាទអត់ខ្វះទេមែនតើទៅវាអាចថាបងប្អូនច្រឡំរុក្ខជាតិក្រវាញជាមួយនឹងរុក្ខជាតិផ្សេងទៀតបើមើលតែតាមរូបឬក៏មើលតែតាមវីដេអូតែបើបងប្អូនបានមកជួបផ្ទាល់មកប៉ះផ្ទាល់មកហិតក្លិនបេះញ៉ាំបានដឹងថាក្រវាញផ្សេងដើមដំណាំរុក្ខជាតិទាំងអស់នោះផ្សេងមិនមែនក្រវាញទេហើយយើងអាចសម្គាល់មួយទៀតបងប្អូនបើមើលតាមរូបយើងអត់បានភ្លក់រសជាតិវាទេហ្នឹងមើលតែតាមរូបហ្នឹងបងប្អូនអាចសម្គាល់ទៅលើផ្ការបស់វាបាទនេះសតតែផ្កាក្រវាញនេះចាញ់មកឡើងជ្រងវាខុសពីផ្កាពន្លៃខុសពីផ្ការំដេងបងប្អូនបាទនេះឃើញទេវាខុសអញ្ចឹងទៅមើលផ្កាគឺអត់ច្រឡំជាមួយគេទេបងប្អូននេះមើលនេះចាញ់ផ្កាចាញ់កូនមកឡើងជ្រងបាទនេះបងប្អូនសតតែផ្កាក្រវាញហើយនៅទីនេះយើងដាំទើបតែបាន1ឆ្នាំទេបងប្អូនបាទចេញផ្កាតែម្ដងដោយសារកូនដែលយើងដាំនេះកូនវារៀងចាស់វាមានភាពធន់ហើយអញ្ចឹងយើងអាចដាំទៅវាឆាប់បានផ្កាបងប្អូនឃើញផ្កាច្រើនណាស់នេះតិចច្រឡំថាដោតអីទៅបាទមិនមែនទេបាទនេះជាប់ល្អណាស់បាទហើយកូនវាក៏កំពុងតែចាញ់មកដែរបងប្អូននេះចាញ់មកឡើងជ្រងបន្តមកបាទចាញ់មកច្រើនសតតែផ្កានេះបងប្អូននេះបាទផ្កាក្រវាញហើយហ្នឹងបាទអញ្ចឹងកុំយល់ច្រឡំបងប្អូនបាទរុក្ខជាតិដែលដូចនឹងក្រវាញគឺមានច្រើនណាស់បាទមានច្រើនហើយនៅទីនេះគឺយើងកំពុងតែធ្វើការដាំដោះក្រវាញហើយដាំគឺដាំច្រើនតែម្ដងហើយយើងផ្ដោតជាពិសេសនៅទីនេះគឺផលិតកូនពូជបាទផលិតជាកូនពូជអត់សម្រាប់ធ្វើម្ហូបអត់សម្រាប់ធ្វើភេសជ្ជៈអត់សម្រាប់យកគ្រាប់យកអីទេបាទភាគច្រើនហ្នឹងយើងផ្ដោតទៅលើកូនពូជតែម្ដង